បាទសួស្តីបងប្អូនអ្នកទី6ទាំងអស់គ្នាថ្ងៃនេះយើងមកចូលសិក្សាចំណោទនៅមេរៀនតួចែករួមតូចពហុគុណរួមតូចណាពហុគុណនិងតួចែកចំនួនបឋមណាអូខេគ្រូចង់ផ្លេចចំណងជើងដែរបាទអញ្ចឹងចំណុចលេខ3របស់យើងនេះគេថាវីរៈទិញអាវមួយមានតម្លៃស្មើនឹងផលបូក7តួដំបូងនៃចំនួនបឋមគុណនឹង100ណាគុណនឹង100ទៀតអូខេតើអាវរបស់វីរៈមានតម្លៃប៉ុន្មានរៀលអូខេអញ្ចឹងចម្លើយរបស់យើងចម្លើយរកណារកតម្លៃអាវរបស់វីរៈអញ្ចឹងគេថាតម្លៃអាវរបស់វីរៈគឺស្មើនឹងផលបូក7តួដំបូងនៃចំនួនបឋមយើងដឹងហើយចំនួនបឋមគឺជាចំនួនទាំងឡាយណាដែលមានកត្តាតែ2គឺ1ហើយនឹងខ្លួនឯងអូខេអញ្ចឹងជាចំនួនបឋម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 គឺយើងគិតចាប់ពី2ឡើងតើណា2 3ហើយ4អត់ទេព្រោះ4មានកត្តាច្រើនណាគឺ1 2ហើយនឹង4ខ្លួនវាទៀតអញ្ចឹងវាលើសពី2អញ្ចឹងអត់យកទេតែ5គឺមានតែ5ហើយនឹង1ណាមានន័យថាមានកត្តា1នឹងខ្លួនវា5 7ណា7ហើយយើង8ក៏អត់យក9ក៏មិនយក10ក៏មិនយក11ណា11ក៏ជាកត្តាបឋមដែរសំទោសកត្តាបឋមចំនួនបឋមណានេះគេ11ហើយប្រមាណទៀត12អត់យកទេព្រោះវាច្រើន13ក៏មិនអាចចែកនឹងប្រមាណបានដាច់ដែរណាមានតែមួយនឹងខ្លួនឯងទេបានប្រមាណតួហើយ2 4 6តួហើយគេឲ្យយកបានប្រមាណតួនេះ7តួណាអូខេ13 14ក៏មិនមែនបឋមដែរ15ក៏មិនមែនព្រោះចែកដាច់នឹង3ផងនឹង5ផងណាគេអញ្ចឹងយើងវាមិនមែនជាចំនួនបឋមទេអញ្ចឹង16ក៏មិនមែនចែកដាច់8ចែកដាច់2ចែកដាច់9អញ្ចឹង17ណាចឹងយើងបានចំនួនបឋមហើយអញ្ចឹងគេថាតម្លៃអាវរបស់វីរៈណាតម្លៃអាវរបស់វីរៈនេះគឺស្មើនឹងផលបូក7តួដំបូងនៃចំនួនបឋមឥឡូវចំនួនបឋម7តួដំបូងយើងរកបានហើយអញ្ចឹងគេថាវាស្មើនឹងផលបូកគ្នាអញ្ចឹងមានន័យថាយកលេខនឹងបូកគ្នាអញ្ចឹងយើងបាន2បាទបូកបូកនឹងម៉ានេះបូកនឹង3ណាបូកនឹង3បូកនឹងម៉ានទៀតណាបូកនឹង5បូកម៉ានទៀតនេះ7បែរទេបាទបូកនឹង7បាទបូកណាម៉ានទៀតនេះ11ណាបូកណា11ហើយនេះបូកនឹង13បូក17បាទចេះបូកបញ្ចូលគ្នាមកអានេះ2បូក3 5 5បូក5 10 10បូក7 17 17បូកនឹង11 28 28បូកនឹង13 31ទេ41បូក17ទៀត58ណាបូកមើលណាយ៉ាលោកគ្រូបូកខុស58តើមកទៀតគេប្រាប់ថាផលបូកចូលគ្នាហើយគេប្រាប់ថាគុណនឹងម៉ានទៀតនេះគុណនឹង100អញ្ចឹងយើងបាន58នេះយកមកគុណនឹង100ទៀតណា58
គុណនឹង100ណាគុណ100មកចឹងចំពោះចំនួនលេខគុណដែលមានលេខ0ខាងក្រោយគុណតែលេខខាងមុខទេចឹង1នេះគុណនឹង58ឃើញ58 ដល់ពី02នេះដាក់02វិញដដែល02ចឹងឃើញមកនេះ5800អាវគេថោកក្រាន់បាទអូខេចឹងដូចនេះតម្លៃអាវអានេះមានរោគណាដូចនេះតម្លៃអាវណានេះលុបចោលណាដូចនេះតម្លៃអាវរបស់វីរៈគឺណា5800រៀលណាមិនដែរតានេះចំណតនេះតានអត់ណាបើអត់តានទេមើលសារចុះសារឡើងម្ដងទៀតដើម្បីធ្វើចំណតនេះបានតើ skill ថាស្អីគេចំនួនបឋមណាតើ skill ចំនួនបឋមបានយើងអាចធ្វើចំណតនេះបានបើ skill ចំនួនបឋមនឹងទេគឺទៅមើលមេរៀនចំនួនបឋមឡើងវិញលោកគ្រូបានធ្វើវីដេអូមុនដែរណាទៅមើលឡើងវិញហើយយើងរៀននៅក្នុងថ្នាក់ក៏ព្យាយាមស្ដាប់លោកគ្រូនេះគ្រូក្នុងថ្នាក់ទៅយើងនឹងយល់ហើយថាចំនួនបឋមនេះជាអីគេណាអូខេអញ្ចឹងចំណោទលេខ3គឺប៉ុណ្ណឹងជួបគ្នានៅចំណោទលេខ4ណាអូខេបាយបាយខំរៀនទាំងអស់គ្នាណា